ខ្ញុំទៅសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ដែលបានកំពុងមើលនិងទស្សនាវីដេអូរបស់ខ្ញុំហើយវីដេអូនេះគឺយើងធ្វើឡើងជាពិសេសគឺសម្រាប់បងប្អូនដែលកំពុងតែស្វែងរកការសិក្សាភាសាអង់គ្លេសបើសិនជាបងប្អូនកំពុងតែស្វែងរកវីដេអូនេះគឺសម្រាប់បងប្អូនហើយអូខេហើយមេរៀនយើងហ្នឹងគឺតកតងជាមួយនឹងសកម្មភាពប្រចាំថ្ងៃ My daily activities មានន័យថាសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំអូខេហើយយើងនឹងសិក្សាទៅលើ vocabulary sentence grammar មួយចំនួននៅក្នុងមេរៀនហ្នឹងយើងនឹងសិក្សាទៅលើពាក្យពេចន៍ប្រយោគវេយ្យាករណ៍នៅក្នុងអត្ថបទមួយហ្នឹងដើម្បីជាការចែករំលែកនៅភាសាអង់គ្លេសដល់បងប្អូនដែលកំពុងតែចង់ចេះចង់ដឹងកំពុងតែស្រេកឃ្លាននៅការចេះដឹងអូខេតោះហើយបងប្អូនបើសិនជាគិតថាវីដេអូនេះមានប្រយោជន៍បងប្អូនអាចជួយចុច Subscribe ម្នាក់មួយចុចសញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗជាបន្តបន្ទាប់របស់ខ្ញុំអូខេតោះឥឡូវយើងមើលtitle យើងមើលចំណងជើងអត្ថបទយើងជាដំបូងគេដាក់ថា My daily activities មានន័យថាសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំអូខេសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំអញ្ចឹងពាក្យ daily មានន័យថាប្រចាំថ្ងៃហើយពាក្យ activities សកម្មភាពកាលណាគេបដូរ y ទៅជា ie និងបដូរ y ទៅជា ies អញ្ចឹងមានន័យថាសកម្មភាពនោះវាមានច្រើនវាចាប់ពី2ទៅវាក្នុងទម្រង់ plural អញ្ចឹងសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំអូខេ Every day I wake up early in the morning and start my daily work at home អញ្ចឹងពាក្យ every day មានន័យថាប្រចាំថ្ងៃជារៀងរាល់ថ្ងៃរៀងរាល់ថ្ងៃ I wake up ខ្ញុំភ្ញាក់ពាក្យ wake up មានន័យថាភ្ញាក់ I wake up ខ្ញុំភ្ញាក់ early ពីព្រលឹម in the morning in ក្នុង the morning ក្នុងពេលព្រឹក and start my daily work នឹងចាប់ផ្ដើមការងារប្រចាំថ្ងៃរបស់ខ្ញុំអូខេអញ្ចឹងពាក្យ daily នឹងបងប្អូនដឹងប្រចាំថ្ងៃពាក្យ work នឹងគឺការងារ daily work ការងារប្រចាំថ្ងៃរបស់ខ្ញុំ at home មានន័យថានៅផ្ទះ at home នឹងនៅផ្ទះអញ្ចឹង sentence ហ្នឹងយើងប្រែថារាល់ថ្ងៃខ្ញុំភ្ញាក់ពីព្រលឹមនៅក្នុងពេលព្រឹកនិងចាប់ផ្ដើមការងារប្រចាំថ្ងៃរបស់ខ្ញុំនៅផ្ទះអូខេ at home នៅផ្ទះតោះឥឡូវយើងមើលទៀត After getting up I make my bed and clean my room to keep it tidy and comfortable អូខេពាក្យនេះយើងអាន comfortable យើងមិនអានថា comfortable ទេអញ្ចឹងពាក្យ for នេះវាគេ silent នេះពេលហ្នឹងវាគេអត់បញ្ចេញទេជាងអាន comfortable អូខេអញ្ចឹងគេដាក់ថា after ក្រោយពី getting up អញ្ចឹង getting up មានន័យថាក្រោកពីគេងពាក្យ getting up វាខុសពីពាក្យ wake up ថងថា wake នេះយើងភ្ញាក់ប៉ុន្តែមិនប្រកាសថាយើងក្រោកទេប៉ុន្តែបើ get up គឺយើងក្រោកចេញពីគ្រែតែម្ដងអូខេ getting up នេះគេដាក់ thêm ing នេះដោយសារតែវាឈរនៅខាងក្រោយពី after នេះបងប្អូនទៅចាំថានៅក្នុងភាសាអង់គ្លេសកិរិយាសព្ទទាំងឡាយណាដែលឈរនៅខាងក្រោយ preposition ណាយើងត្រូវ thêm ing ឲ្យគេផងអូខេអញ្ចឹង after getting up ក្រោយពីក្រោកពីគេង I make my bed ខ្ញុំរៀបចំក្រែដេកអញ្ចឹងពាក្យ make bed នេះមានន័យរៀបចំក្រែដេកបាត់ភួយបាត់មុងរៀបចំខ្នើយអញ្ចឹងទៅណាអញ្ចឹងក្នុងនោះគេដាក់ថា I make my bed ខ្ញុំរៀបចំក្រែដេករបស់ខ្ញុំ and clean និងសម្អាតពាក្យ clean មានន័យសម្អាត my room បន្ទប់របស់ខ្ញុំអូខេ to keep it ដើម្បីរក្សាឲ្យវា tidy មានរបៀបរៀបរយអញ្ចឹង keep something keep របស់អ្វីមួយ tidy មានន័យថារៀបចំថែរក្សាឲ្យរបស់ហ្នឹងវាមានរបៀបរៀបរយកុំឲ្យវារញ៉េរញ៉ាយពាក្យ tidy មានន័យថាមានរបៀបរៀបរយអូខេមិនរញ៉េរញ៉ាយ tidy to keep it ដើម្បីរក្សាវា tidy ឲ្យមានរបៀបរៀបរយ and comfortable ហើយនឹងមានផាសុកភាពមានន័យថាវាស្រួលវាផ្ដល់នៅភាពងាយស្រួលនិងសុខភាពល្អដល់យើងហ្នឹង comfortable then I sweep and mop the floor អញ្ចឹងពាក្យ then ហ្នឹងប្រែបន្តមកឬក៏ក្រោយមក I sweep មានន័យថាបោសណា sweep នឹងបោស and mop
the floor នឹងជូតកម្រាលឥដ្ឋអញ្ចឹងពាក្យយើងឃើញមានកិរិយាសព្ទពីរក្នុង sentence ហ្នឹងមានទី1គឺ sweep ពាក្យ sweep បោសហើយពាក្យ mop ហ្នឹងគឺជូតហ្នឹងគឺយើងប្រើទឹកដើម្បីជូតវាពាក្យ mop ហ្នឹង the floor កម្រាលឥដ្ឋបន្ទាប់មកខ្ញុំបោសនិងជូតឥដ្ឋអូខេ dust the furniture ពាក្យ dust ហ្នឹងមានន័យថាបោសធូលីសម្អាតធូលី dust បើជា noun ប្រែថាធូលីបើជា verb អញ្ចឹងប្រែថាសម្អាតធូលីឬក៏បោសធូលីគ្រឿងសង្ហារឹម furniture នឹងគ្រឿងសង្ហារឹម furniture គ្រឿងសង្ហារឹម and open the windows to let fresh air come in នឹងបើក open នឹងបើក the windows បើកបង្អួច to let នឹងមានន័យថាអនុញ្ញាត fresh air ខ្យល់បរិសុទ្ធពាក្យ fresh នឹងបរិសុទ្ធស្រស់ស្រាយ air នឹងគឺខ្យល់បរិសុទ្ធ come in ចូលមកក្នុងអញ្ចឹងក្នុងនេះគេសរសេរអញ្ចឹងនេះ to let fresh air come in នឹងមានន័យថាដើម្បីឲ្យខ្យល់បរិសុទ្ធនឹងវាចូលមកក្នុងមានន័យថាចូលមកក្នុងបន្ទប់អូខេឥឡូវខ្ញុំប្រែប្រយោគនឹងម្ដងទៀតក្រោយពីខ្ញុំបោសនិងជូតសម្អាតឥដ្ឋបោសធូលីគ្រឿងសង្ហារឹមនិងបើកបង្អួចដើម្បីអនុញ្ញាតឲ្យខ្យល់បរិសុទ្ធនឹងចូលមកខាងក្នុងអូខេ After cleaning the house I go to the kitchen and prepare breakfast for my family ក្រោយពីជូតសម្អាតផ្ទះអូខេអញ្ចឹងពាក្យ cleaning មានន័យជូតសម្អាតគេដាក់ ing ឲ្យវាដោយសារវាឈរនៅខាងក្រោយ preposition after នេះអញ្ចឹងគេจะស័ព្ទដែលឈរនៅក្រោយ preposition ត្រូវថែម ing ផងមិនមែនឲ្យតែយើងឃើញពាក្យ ing សិតតែកំពុងទេណាបងប្អូនអញ្ចឹងអានឹងមានប្រែកំពុងជូតសម្អាតទេប្រែថាក្រោយពីការសម្អាតផ្ទះហ្នឹងក្រោយពីការសម្អាតផ្ទះដែលហៅនៅផ្ទះណា I go to the kitchen ខ្ញុំទៅផ្ទះបាយ kitchen ផ្ទះបាយ and prepare នឹងរៀបចំ breakfast អាហារពេលព្រឹក for my family សម្រាប់គ្រួសាររបស់ខ្ញុំ I wash the dishes ខ្ញុំលាងចានអញ្ចឹង dishes ហ្នឹងគឺចានហើយពី wash នឹងលាងខ្ញុំលាងចាន and clean the នឹងសម្អាត the អីគេយើងមានតទៀត the kitchen ផ្ទះបាយជូតសម្អាតផ្ទះបាយ after ក្រោយពី everyone finishes eating មានន័យថាក្រោយពីមនុស្សគ្រប់គ្នាបានហូបរួចរាល់អូខេមានន័យថាហូបចប់អញ្ចឹងពាក្យ finish នេះមានន័យថាចប់ In the late morning I do the laundry by washing clothes and hanging them outside to dry in the sunlight អូខេឥឡូវយើងមើលយើងមានពាក្យប្របាទេ in the late morning ប្រែថានៅក្នុងពេលព្រឹករៀងថ្ងៃបន្តិចអញ្ចឹងពាក្យ late morning វា opposite ផ្ទុយទៅនឹងពាក្យថា early morning មានន័យថាព្រឹកព្រលឹមហើយបើកាលណាគេសរសេរ late morning ចេះមានន័យថាពេលព្រឹកដូចគ្នាគ្រាន់តែថាវាអត់ព្រលឹមទេវាដូចថ្ងៃបន្តិចហីណាពាក្យ late ហ្នឹងយឺតធម្មតាប្រែថាយឺតអញ្ចឹង in the late morning នោះក្នុងពេលព្រឹករៀងថ្ងៃបន្តិច I do the laundry ខ្ញុំបោកសម្លៀកបំពាក់នេះពាក្យ do the laundry មានន័យថាបោកសម្លៀកបំពាក់ពាក្យហ្នឹងគឺជាគូរបស់វាតែម្ដងណានេះ do the laundry បោកសម្លៀកបំពាក់ by washing clothes ដោយការបោកសម្អាតសម្លៀកបំពាក់អញ្ចឹងពាក្យ by ហ្នឹងគឺដោយ clothes ហ្នឹងសម្លៀកបំពាក់ and hanging them outside និងព្យួរពួកវានៅខាងក្រៅអញ្ចឹងពាក្យ hang ព្យួរ them ពួកវាសំដៅលើ clothes សម្លៀកបំពាក់ outside នៅខាងក្រៅ hanging them outside និងព្យួរពួកវានៅខាងក្រៅ to dry in the sunlight ដើម្បីសម្ងួតវានៅក្នុង
នៅក្រោមពន្លឺព្រះអាទិត្យអូខេធម្មតាពាក្យ in ហ្នឹងយើងប្រែថាក្នុងហើយពាក្យ sunlight ហ្នឹងគឺពន្លឺព្រះអាទិត្យអញ្ចឹងបើសិនយើងប្រែថានៅក្នុងពន្លឺព្រះអាទិត្យក៏វាត្រូវដែរប៉ុន្តែបើយើងប្រែសំពាក្យខ្មែរថានៅក្រោមពន្លឺព្រះអាទិត្យអូខេអញ្ចឹងកន្លែងហ្នឹងយើងប្រែថាដើម្បីសម្ងួតវានៅក្រោមពន្លឺព្រះអាទិត្យនៅក្នុងពន្លឺព្រះអាទិត្យហ្នឹងអូខេដូចតែគ្នាទេតើឥឡូវយើងប្រែប្រយោគឡើងវិញនៅក្នុងព្រឹកឬថ្ងៃបន្តិចខ្ញុំធ្វើការបោកសម្លៀកបំពាក់ដោយការបោកសម្លៀកបំពាក់និងព្យួរពួកវានៅខាងក្រៅដើម្បីសម្ងួតនៅក្នុងពន្លឺព្រះអាទិត្យណានៅក្រោមពន្លឺព្រះអាទិត្យអូខេ Sometimes I iron the clothes and arrange them neatly in the cupboard អូខេអញ្ចឹងក្នុងនេះគេសរសេរថាម៉េច Sometimes ពេលខ្លះ I iron មានន័យថាអ៊ុតសម្លៀកបំពាក់ I iron the clothes ខ្ញុំអ៊ុតសម្លៀកបំពាក់ and arrange them និងរៀបចំពួកវាអញ្ចឹងពាក្យ arrange រៀបចំពួកវា neatly នឹងប្រែថាយ៉ាងមានសណ្ដាប់ធ្នាប់ neatly យ៉ាងមានសណ្ដាប់ធ្នាប់ in the cupboard នៅក្នុងទូណាទូដាក់កៅអៅឯហ្នឹង cupboard អញ្ចឹងខ្ញុំប្រែប្រយោគឡើងវិញថាពេលខ្លះខ្ញុំអ៊ុតសម្លៀកបំពាក់និងរៀបចំពួកវាយ៉ាងមានរបៀបនៅក្នុងទូអូខេតោះឥឡូវយើងប្រែបន្តទៀតគេដាក់ថា in the afternoon I water plants take care of the garden and check around the house to make sure everything is in good condition អូខេឥឡូវយើងមើល in the afternoon នៅក្នុងពេលរសៀលអញ្ចឹង afternoon រសៀលគេសេថា in the afternoon នៅក្នុងពេលរសៀល I water plants ខ្ញុំស្រោចដើមរុក្ខជាតិអញ្ចឹងពាក្យ water ជានាមប្រែថាទឹកធម្មតាយើងប្រែទឹកប៉ុន្តែបើជា verb ប្រែថាស្រោចទឹក I water the plants ខ្ញុំស្រោចទឹកដើមរុក្ខជាតិនេះ plant នេះដើមរុក្ខជាតិផ្សេងដើមផ្កាដើមអីណា plants take care of នោះមានន័យថារក្សា take care នោះថែរក្សា of the garden មានន័យថាថែរក្សាសួនច្បារអញ្ចឹង take care of អីមួយ take care of something ឬក៏ somebody ថែរក្សានរណាម្នាក់ឬក៏របស់អ្វីមួយ take care of the garden ថែរក្សាសួនច្បារ and និង check around the house និងត្រួតពិនិត្យមើលជុំវិញផ្ទះអញ្ចឹងពាក្យ check នេះមានន័យថាត្រួតពិនិត្យ around ជុំវិញ the house ជុំវិញផ្ទះ to make sure ដើម្បីធ្វើឲ្យវាប្រកបជាអញ្ចឹង make sure នឹងប្រកបជា everything is in good condition របស់គ្រប់យ៉ាងគឺស្ថិតនៅក្នុងលក្ខណៈល្អប្រសើរអញ្ចឹងពាក្យ make sure នេះមានធ្វើឲ្យវាប្រកបធ្វើឲ្យវាច្បាស់លាស់ everything របស់គ្រប់យ៉ាង is in គឺស្ថិតនៅក្នុង good condition នៅក្នុងលក្ខណៈដែលល្អប្រសើរមានន័យថាវាមិនមានការខូចខាតអូខេif there is free time បើសិនជាមានពេលទំនេរ if ប្រសិនបើ there is free time មានពេលទំនេរ I may rest for a while ខ្ញុំអាចនឹងសម្រាកមួយផ្លែតអូខេក្នុងនេះគឺសរសេរជាប្រយោគ conditional ប្រយោគលក្ខខណ្ឌ if there is ប្រសិនបើមាន there is នឹងប្រែថាមានណា there is នឹងប្រែថាមានពាក្យពីរនឹងបូកចូលគ្នាមានfree time ពេលទំនេរអញ្ចឹងបើសិនមានពេលទំនេរ I may នឹងគឺអាចកាលណាគេប្រើពាក្យ may មានន័យថាអ្វីមួយដែលយើងនឹងអាចធ្វើវាប៉ុន្តែវាមិនច្បាស់លាស់ទេណាអាចធ្វើអាចអត់ I may rest នឹងគឺសម្រាកខ្ញុំអាចសម្រាក for a while មានន័យថាមួយផ្លែតក៏បានមួយរយៈពេលក៏បានដែរអូខេបើសិនជាមានពេលទំនេរខ្ញុំអាចនឹងសម្រាកមួយផ្លែត or ឬក៏ do something small personal activities ឬក៏ធ្វើសកម្មភាពណាផ្ទាល់ខ្លួនតូចតាចខ្លះអូខេឥឡូវបងប្អូនមើលពាក្យ personal នេះមានន័យផ្ទាល់ខ្លួនអូខេហើយពាក្យ activities សកម្មភាព small គឺតូចតាចបន្តិចបន្តួចណាសាមគឺខ្លះឬក៏ធ្វើសកម្មភាព
ផ្ទាល់ខ្លួនតូចតាចខ្លះ Okay in the evening នៅក្នុងពេលល្ងាច I prepare អញ្ចឹងពាក្យ prepare ហ្នឹងរៀបចំ dinner អាហារល្ងាច and have ហើយនឹងជួយ my family គ្រួសាររបស់ខ្ញុំ enjoy the meal together រីករាយទៅនឹងការញ៉ាំអាហាររួមគ្នាអូខេអញ្ចឹងបងប្អូនមកពី enjoy រីករាយទៅនឹងអីមួយបើ meal ហ្នឹងគឺអាហារបើគេប្រើពី enjoy the meal ហ្នឹងគឺរីករាយទៅនឹងការញ៉ាំអាហារ together រួមគ្នាអញ្ចឹងក្នុងហ្នឹងគេសេថាម៉េច in the evening នៅក្នុងពេលល្ងាច I prepare dinner ខ្ញុំរៀបចំអាហារពេលល្ងាច and have my family នឹងជួយគ្រួសាររបស់ខ្ញុំ enjoy the meal រីករាយទៅនឹងការញ៉ាំអាហាររួមគ្នាអូខេ after dinner ក្រោយពីញ៉ាំអាហារល្ងាចរួច I clean the kitchen ខ្ញុំសម្អាតផ្ទះបាយអូខេ again ម្ដងទៀត and organize the house for the night នឹងរៀបចំផ្ទះអូខេ organize នេះរៀបចំផ្ទះសម្រាប់ពេលរាត្រីសម្រាប់ពេលយប់អូខេអញ្ចឹងពាក្យថា after ក្រោយពី dinner ណាអាហារល្ងាច I clean the kitchen ខ្ញុំសម្អាតផ្ទះបាយ again ម្ដងទៀត and organize នឹងរៀបចំ the house ផ្ទះ for the night សម្រាប់ពេលរាត្រីពេលយប់ក្រោយពីអាហារល្ងាចរួចខ្ញុំសម្អាតផ្ទះបាយជាថ្មីម្ដងទៀតនិងរៀបចំផ្ទះសម្រាប់ពេលយប់អូខេ Before going to bed I review my tasks for the next day and make sure all the doors and open are locked អូខេឥឡូវយើងមើលគេដាក់ថាម៉េចទៀត Before going to bed អូខេមុនពេលទៅដេកមុនពេលទៅដេកធម្មតាពាក្យ bed ហ្នឹងក្រេ go to bed ហ្នឹងមានន័យទៅក្រេអញ្ចឹងក្នុង phrase នេះគេប្រែថាទៅដេកមុនពេលទៅក្រេមុនពេលទៅដេកណាបងប្អូន I review my tasks ខ្ញុំត្រួតពិនិត្យកិច្ចការរបស់ខ្ញុំអញ្ចឹងពាក្យ task កិច្ចការហើយពាក្យ review នេះគឺយើងរៀបចំត្រួតពិនិត្យអ្វីមួយឡើងវិញយើងត្រួតពិនិត្យវាឡើងវិញអូខេខ្ញុំរៀបចំត្រួតពិនិត្យកិច្ចការរបស់ខ្ញុំឡើងវិញ for the next day សម្រាប់អីគេថ្ងៃបន្ទាប់ next day ថ្ងៃបន្ទាប់ next ប្រែបន្ទាប់ for the next day សម្រាប់ថ្ងៃបន្ទាប់ and make sure នឹងធ្វើឲ្យប្រកប all the doors ទ្វារទាំងអស់ and windows ហើយនឹងបង្អួចទាំងអស់ហ្នឹងlock គឺត្រូវបានចាក់សោត្រឹមត្រូវអញ្ចឹងពាក្យ lock មានន័យថាចាក់សោគេសរសេរ lock អញ្ចឹងមានន័យថាត្រូវបានចាក់សោគេសរសេរជាទម្រង់ present passive ណា present passive បច្ចុប្បន្នកាលអាកម្មមានន័យថាទ្វារនិងបង្អួចហ្នឹងគឺត្រូវបានគេចាក់សោអូខេឥឡូវខ្ញុំប្រែប្រយោគម្ដងទៀតមុនពេលទៅដេកខ្ញុំត្រួតពិនិត្យមើលកិច្ចការរបស់ខ្ញុំឡើងវិញសម្រាប់ថ្ងៃបន្ទាប់និងធ្វើឲ្យប្រកាសថាទ្វារនិងបង្អួចទាំងអស់ត្រូវបានចាក់សោត្រឹមត្រូវ Doing my daily work at home makes me feel responsible, productive and happy because អូខេឥឡូវយើងមើលគេដាក់ថាម៉េចការធ្វើណា doing មានន័យថាការធ្វើកិច្ចការប្រចាំថ្ងៃរបស់ខ្ញុំ doing my daily work ការធ្វើកិច្ចការប្រចាំថ្ងៃរបស់ខ្ញុំ at home នៅផ្ទះ make me feel ធ្វើឲ្យខ្ញុំមានអារម្មណ៍ make នរណាម្នាក់ feel មានន័យធ្វើឲ្យនរណាម្នាក់មានអារម្មណ៍បើ make me feel ធ្វើឲ្យខ្ញុំមានអារម្មណ៍ responsible មានន័យថាមានការទទួលខុសត្រូវ productive ផលិតភាពនិងសប្បាយចិត្តអញ្ចឹង productive ផលិតភាព and happy និងសប្បាយចិត្ត because ពីព្រោះ I can take ខ្ញុំអាច I can take good care ខ្ញុំអាចថែរក្សាបានល្អ of my family នៃគ្រួសាររបស់ខ្ញុំ and my home និងផ្ទះរបស់ខ្ញុំល្អ take good care ការថែរក្សាបានល្អ of my family នៃគ្រួសាររបស់ខ្ញុំនិងផ្ទះ
របស់ខ្ញុំអូខេអញ្ចឹងមេរៀនរបស់យើងគឺហាក់ដូចជាវែងបន្តិចហើយក៏យើងអាចចេះនៅ vocabulary ច្រើនដែរសម្រាប់បងប្អូនដែលអ្នកចង់សិក្សាភាសាអង់គ្លេសអូខេអរគុណសម្រាប់ការតាមដានទស្សនាបងប្អូនបើសិនជាគិតថាមេរៀននឹងមានប្រយោជន៍សូមបងប្អូនជួយ Subscribe ម្នាក់មួយចុចសញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនថ្មីៗពីខ្ញុំ